បាទអរុនសួស្តីបាទសួស្តីប្រិយមិត្តជាទីរាប់អានក្នុងវីដេអូនេះខ្ញុំនឹងលើកយកអំពីរបៀបយើងចូលទៅសរសេរអក្សរដាក់ជាសំណួរសួរទៅដល់ AI សួរអំពីអ្វីដែលបងប្អូនឆ្ងល់ឬក៏បងប្អូនសួរពីប្រវត្តិប្រាសាទបុរាណខ្មែរឬក៏អ្វីដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្ររបស់ខ្មែរហើយអ្វីដែលបងប្អូនឆ្ងល់បងប្អូនអាចសួរបាននៅតាមរយៈកម្មវិធីជ្រុកដែលជា app AI មួយកំពុងតែល្បីល្បាញផងបងប្អូនណាបាទថ្ងៃនេះវីដេអូនេះចម្លែកជាងវីដេអូមុនបន្តិចពីព្រោះវីដេអូកន្លងមកខ្ញុំបង្ហាញអំពីយើងធ្វើវីដេអូរូបភាពរបស់មនុស្សបាទហើយថ្ងៃនេះយើងចង់ដាក់សំណួរសួរទៅ AI អំពីរបៀបយើងសរសេរអក្សរបាទសួរឲ្យ AI ឆ្លើយពីប្រវត្តិសាស្ត្រឬក៏អ្វីដែលបងប្អូនឆ្ងល់អាចសួរបានទាំងអស់បងប្អូនណាបាទកម្មវិធីនេះទំនើបណាស់បងប្អូនណាហើយនេះក៏ជាលើកទី5ដែរសម្រាប់ខ្ញុំលើកយកមកបង្ហាញអំពីកម្មវិធីជ្រុកបងប្អូនណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលបងប្អូនចូលតាមដានវីដេអូនេះទាំងអស់គ្នាបាទជាដំបូងយើងចូលកម្មវិធីជ្រុកមកបាទចូលកម្មវិធីជ្រុកបងប្អូនណាសូមបញ្ជាក់ថាបងប្អូនឆ្ងល់អីសួរនឹងបងប្អូនណាបាទពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រឬក៏អ្វីៗផ្សេងបាទអញ្ចឹងយើងចូលកម្មវិធីជ្រុកមកបាទរួចហើយយើងចុចកន្លែងខាងក្រោមបងប្អូនណាកន្លែងគេដាក់ថា ASK បាទអញ្ចឹងយើងចូលមកចុចពឹបលើនឹងមកដើម្បីដាក់អក្សរហើយឥឡូវនេះខ្ញុំចង់ដាក់សំណួរសួរអំពីប្រវត្តិប្រាសាទតាក្របីបងណាបាទយើងដាក់សំណួរសួរមកបាទតាប្រាសាទចឹងមកបងណាសេអក្សរចឹងមកតាក្របីចឹងមកណាកសាងនៅឆ្នាំណាចឹងមកណាបាទនៅឆ្នាំណាយើងដាក់ចឹងមកហើយអ្នកកសាងដោយស្ដេចណាចឹងបងណាយើងដាក់យើងអត់ចេះភាសាបរិយាកាសយើងដាក់ចឹងមកដោយស្ដេចណាចឹងមកហើយចាំមើលថាតើ AI ឆ្លើយសំណួរយើងបានកម្រិតណាបងណាហើយយើងយកទៅផ្ទៀងនៅក្នុងសភៅប្រវត្តិសាស្ត្រមើលថាតើត្រូវអត់បងណាប៉ិនឥឡូវយើងចុចយើងវាយអក្សរចឹងហើយដាក់សំណួរចឹងហើយយើងចុចទៅលើសញ្ញាព្រួយមកបាទបាទចាំមើលបងណាកម្មវិធីនេះវាទំនើបណាស់បងណាបាទវាប្លែកពីថ្ងៃមុនបងណាប្លែកពីវីដេអូមុនបាទនេះឆ្លើយចេញមកបងណាបាទចេញមកខ្វាក់បងឥឡូវខ្ញុំអានត្រួសសង្ខេបឲ្យបងប្អូនមើលទៅបងណាប្រាសាទតាក្របីឬប្រាសាទគេហៅថាពីដើមហៅចំណងហៅប្រាសាទតាក្របីអញ្ចឹងបងណាបាទតាមអក្សរ AI គេប្រាប់ឬប្រាសាទដងវាយគឺជាប្រាសាទខ្មែរបុរាណមួយដែលសាងសង់នៅសតវត្សទី11ប្រហែលឆ្នាំ1000 1001អញ្ចឹងបងណាឬ1080នៃគ្រិស្តសករាជនៅលើជួរភ្នំដងរែកបាទដល់ឆ្លើយមកច្បាស់អញ្ចឹងបងណាស្រុកមន្ទីរ7ខេត្តមន្ទីរមានជ័យបាទនេះជាចម្លើយរបស់ AI បងប្អូនណាបាទប្រាសាទនេះគ្មានសិលាចារឹកឬឯកសារច្បាស់លាស់បញ្ជាក់ឆ្នាំសាងសង់ពិតប្រាកដទេប៉ុន្តែអ្នកជំនាញកំណត់អាយុកាលដោយប្រើធៀបរចនាបថស្ទីលកោះកេរបងប្អូនណាបាទជាមួយប្រាសាទដទៃទៀតនៅតំបន់ដងរែកបងប្អូនណាបាទនេះគាត់ជាសំណួរសង្ខេបរបស់ AI បងប្អូនណាហើយអ្វីដែលសំខាន់បងប្អូនចង់ដឹងច្បាស់បងប្អូនចូលទៅអានក្នុងប្រវត្តិសាស្ត្រសភៅប្រវត្តិសាស្ត្រខ្មែរអំពីប្រាសាទតាក្របីនេះបងប្អូនយកមកទៀងទាត់ទៅបើទស្សនាជាវាត្រូវវាអាចថាអូខេបងប្អូនណាបាទពីព្រោះយើងដាក់សំណួរសួរទៅ AI បងប្អូនបាទហើយអ្វីដែលពាក់ព័ន្ធសំខាន់នោះគឺបងប្អូនឆ្ងល់អ្វីសួរក្នុងបងប្អូនណាឆ្ងល់អ្វីសួរក្នុងទៅបាទ AI អាចប្រាប់បានប៉ុន្តែវាមិនលម្អិតដូចយើងអានសភៅប្រវត្តិសាស្ត្រទេនេះគឺលើកយកមកសង្ខេបឲ្យយើងជាសំណួរតាមរយៈ AI បាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនណាថ្ងៃនេះខ្ញុំលើកប៉ុណ្ណឹងមកបាទសម្រាប់បង្ហាញជូនបងប្អូនហើយបើសិនណាជាបងប្អូនគិតថាមានប្រយោជន៍បងប្អូនជួយ follow page like share ម្នាក់មួយផងណាដើម្បីចំណេះដឹងហើយជាការរក្សាទុកវីដេអូនេះបងប្អូនមើលទៅថ្ងៃក្រោយទៀតហើយខាងលើនេះគឺជាសំណួរណានេះសំណួររបស់យើងខាងលើនេះបាទអ្វីដែលខ្ញុំសូមបញ្ជាក់ថាបើសិនណាបងប្អូន
ចង់សួរឲ្យមានប្រសិទ្ធភាពបងប្អូនសរសេរឲ្យចំឬក៏យើងសរសេរឲ្យមានបែបបត់បែបតែងសេចក្តីមកណាហើយចឹង AI វានឹងឆ្លើយមកទៅតាមអ្វីដែលបងប្អូនចង់បានចង់សួរបងណាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនណាអរគុណច្រើនបាទសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត